នួននួនពេលរិសៀននេះទៅដល់ផ្សារជាមួយគ្នាណានេះខ្ញុំអត់មានសម្លៀកបំពាក់ប្រាណទេហើយតាំងពីមកស្រួលខ្លួនមកខ្ញុំមិនដែលបានហាត់ប្រាណសោះនៅតែអង្គុយគីងខ្លួនរឹងអស់ហើយណាទៅជាមួយគ្នាបន្តិចទៅនេះបើសិនជាខ្លួនរឹងអស់វានឹងធ្វើឲ្យសរសៃឈាមវាអូយអូខេចាអញ្ចឹងឲ្យគេត្រៀមឡានចេញទៅចាតែតែឲ្យឆាប់រួចនឹងបានប្រញាប់មកធ្វើការបន្តគេការពារប្រពន្ធគេដល់ម្លឹងតែយើងចាស់ការបានសម្រេចទេបងណាហើយចុះទោះជាយ៉ាងណាវាគង់តែមានផ្លែធ្លាប់ទៀតតាមតទៅទៀតខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលបានសហការហើយខ្ញុំសង្ឃឹមថាលទ្ធផលកសាងលើកនេះនឹងគ្មានបញ្ហាអ្វីទេសម្រាប់អ្នកដែលមានយោបល់ចង់ណែនាំនោះទ្វាររបស់ខ្ញុំបើកចំហចាំរហូតសូមអញ្ជើញថ្ងៃនេះសូមអរគុណទាំងអស់គ្នាណាលោកថែនសួស្តីលោកណប់គឺខ្ញុំបានឃើញសិភៅពីលមានកូនរបៀបថែរក្សាកគេសរសេរថាបាទចាំខ្ញុំរកពេលទំនេរនំគេទៅបាទបានលោកថែនពេលដែលលោកនាំអនុទៅញ៉ាំអាហារកុំញ៉ាំក្តាមហើយនឹងមឹកព្រោះថាវាមិនល្អចំពោះអ្នកមានផ្ទៃពោះទេបាទអរគុណបាទស្អីទៀតហើយលោកថែនសូមទោសខ្ញុំភ្លេចរឿងមួយទៀតមួយរយៈពេលនេះបើសិនជាលោកចង់ទិញនំឲ្យអូនូគួរតែទិញនំដែលមានជាតិទឹកដោះគោព្រោះវាជួយដល់សុខភាពកូនបានលោកថែនមានអីទៀតទេហ្នឹងអត់មានទៀតទេអរគុណបាទជម្រាបលាพรุ่งนี้จะเป็นอย่างไรยังไม่อาจรู้พรุ่งนี้เรายังจะอยู่ด้วยกันอีกไหมพรุ่งนี้เราจะจากที่จะเคียงข้างกันខ្ញុំថាយើងទៅញ៉ាំអីសិនទៅចាំទៅដាប់តាមបន្តទៀតខ្ញុំថាបញ្ញាប់ទៅសម្រាប់មកពាក់ឲ្យបញ្ញាប់ទៅវិញទៅកុំភ្លេចណាដែលមកទីនេះគឺព្រោះតែភាពចាំបាច់មិនមែនមកឆាប់ពេញផ្អានអាហារនឹងគ្នាទេ
យើងគួរតែមានកូនជាមួយគ្នានិងមានសម្ព័ន្ធភាពជាមួយគ្នាច្រើនជាងនេះនួនបងណប់នាំប្រពន្ធមកដើរផ្សារដែរមែនទេ យើងត្រឡប់ទៅវិញទៅបងណប់ កុំតន់អាលអីយ៉ាងណាយើងបានជាមកជួបគ្នាហើយយើងគួរតែញ៉ាំបាយជាមួយគ្នាមួយពេលទៅ អ្នកណាចង់ញ៉ាំបាយជាមួយលោកត្រឡប់ទៅផ្ទះទៅបងណប់ខាតពេលទៅទេខ្ញុំទៅសិនហើយណាបងនួនចា កុំអល់អីយ៉ាងណាក៏ទទួលការអញ្ជើញរបស់លោកណារងមកពេលសិនទៅ ខ្ញុំចង់ត្រឡប់ទៅផ្ទះ តែខ្ញុំមិនតន់ចង់ទៅទេលើកនេះខ្ញុំមានកិត្តិយសណាស់ដែលបានអញ្ជើញលោក ខ្ញុំថាយើងគួរតែចូលទៅញ៉ាំនៅក្នុងហាងវិញទីល្អជាងគឺដើម្បីឲ្យអ្នកខ្លះនឹងគេបានរំលឹកស្នេហ៍ចាស់របស់គេផងឈប់សិននាងធ្លាប់មកញ៉ាំអាហារនៅហាងនេះជាមួយទេសុំត្រីស៊ូស៊ីចុះណាយកបែបរួមគ្នាមកចុះចានធំហើយដាក់បន្លែគ្រប់មុខមកបងក៏មកឲ្យអូនញ៉ាំព្រោះការញ៉ាំត្រីច្រើននេះវាអាចមានប្រយោជន៍ដល់កូនក្នុងពោះចាហើយចុះអ្នកនាងនួនចង់ញ៉ាំអីដែរខ្ញុំអញ្ចឹងយកបែបឆាប៊ូចុះណាក្រែងអ្នកនាងនួនជួយចិនមិនអញ្ចឹងហ៎ចំណែកឯលោកនរងវិញខ្ញុំមិនដឹងថាលោកចូលចិត្តអ្វីនោះទេសូមចេញកំងខ្លួនឯងចុះនួនទៅវិញឈប់សិនគេលោកជាអ្នកបបួលខ្ញុំមកបើចង់ត្រឡប់ទៅវិញមិនខ្វះសុជីវធម៌ពេកទេយើងមិនចាំបាច់មានសុជីវធម៌ជាមួយពួកឯងទេទៅវិញសុំទោសណាអនុไม่กี่คนที่จะเคียงข้างกันไม่กี่คนที่จะคอยร่วมทุกข์ใจและไม่ทิ้งฉันไว้ลำพังไม่ว่าเจอเรื่องร้า